ជំរាបសួរបងប្អូនទីជាទាំងអស់គ្នាថ្មីៗនេះក្រុមហ៊ុន Record Box គឺមានការ update feature ថ្មីជូនបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់កម្មវិធី Record Box ហើយ feature ថ្មីដែលបាន update នោះផងដែរគឺសម្រាប់តែបងប្អូនប្រើប្រាស់កម្មវិធី Spotify Premium ពេលនេះគឺគាត់អាច link app account របស់គាត់ Spotify ចូលទៅក្នុង Record Box បានអញ្ចឹងមានថាពេលនេះ DJ របស់យើងគឺមានភាពងាយស្រួលមែនទែនប៉ុន្តែគឺមានចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវដឹងទី1អ្នកទាំងអស់គ្នាត្រូវមាន Spotify Premium account គឺ account ដែលបង់លុយហើយចំណុចទី2យើងគួរដឹងនោះគឺបទចម្រៀងដែលយើង link app ពី Spotify ចូលទៅក្នុង Record Box នេះដែរគឺមាន available ទៅដល់51 global market គឺវាធំមែនទែនអញ្ចឹងមានថាបទចម្រៀងនៅជុំវិញពិភពលោកប៉ុន្តែអ្នកនរគ្នាត្រូវដឹងថាបទចម្រៀងខ្លះដែលយើងស្ដាប់នៅលើ Spotify ទូរស័ព្ទគឺអាច link ចូលទៅក្នុង Record Box បានទេដោយសារវាមាន license commercial ហើយដែលពិសេសនោះគឺនៅពេលដែលអ្នកនរគ្នាមាន Spotify playlist នៅក្នុង Spotify account របស់អ្នកនរគ្នាដូចជា account ខ្ញុំមាន hip hop techno rail underground house whatever អញ្ចឹងនៅពេលដែលខ្ញុំរៀប playlist របស់ខ្ញុំនៅក្នុង Spotify នៅក្នុងពេលខ្ញុំស្ដាប់បទចម្រៀងនៅក្នុងទូរស័ព្ទឬក៏ក្នុង computer ខ្ញុំ set playlist របស់ខ្ញុំបទមួយណាខ្ញុំពេញចិត្តហើយនៅពេលដែលយើង log in account យើងចូលទៅគឺវា link up direct ចូលទៅក្នុង laptop របស់យើងនៅក្នុងកម្មវិធី Record Box អញ្ចឹងវាមានភាពងាយស្រួលសម្រាប់ការចាក់ចម្រៀងប៉ុន្តែអ្នកនរគ្នាត្រូវដឹងមួយទៀតថាចំណុចសំខាន់នោះគឺបើសិនអ្នកនរគ្នាទៅជា DJ ដំបូងអ្នកនរគ្នាទៅចាប់ផ្ដើមទេជា beginner ទេពិបាកតិចសម្រាប់អ្នកនរគ្នាដោយសារបទចម្រៀងភាគច្រើនគឺ radio edit ហើយ radio edit ដែរមានន័យថាគឺចម្រៀងអត់មានក្បាល intro គឺចូលមកច្រៀង direct មកបងប្អូន DJ យើងដំបូងតែគាត់ទៅចាប់ផ្ដើមចាក់ភ្លេងគាត់តែងតែត្រូវបទចម្រៀងណាដែលមាន intro ហើយនិង outro ប៉ុន្តែសម្រាប់អ្នកចាក់ពី Spotify ចេញ direct ពី Record Box មកគឺអត់មាន intro ហើយបទចម្រៀងខ្លះគឺ artist ដូចជាខ្ញុំធម្មតាគឺខ្ញុំអត់ដាក់ extended mic ទេទៅដោយបទដែរខ្ញុំ suggest ថាបងប្អូនទៅរកបទដែលគិតថាមាន intro មានក្បាលមានអីត្រឹមត្រូវ kick snare អីចូលមកដើម្បីសម្រាប់ចាក់តែបើសិនបងប្អូន professional DJ ដូចពួកខ្ញុំដូចបងគាត់ professional គាត់ចាក់មិនបាច់ប្រើក្បាល intro ក៏បានដែរដោយសារគាត់ you know like we know how we do it ពួកយើងដឹងរបៀបថាចិនចូលធ្វើមិនហើយអ្វីដែលអ្នកនរគ្នាត្រូវចាំមួយថាការ update feature ថ្មីមួយនេះគឺសម្រាប់តែ DJ បងប្អូន non commercial ប៉ុណ្ណោះមានន័យថាអ្នកនរគ្នាអាចចាក់ភ្លេងនៅផ្ទះនៅ club នៅ party នៅក៏នៅ event or whatever យើងអាចចាក់បានប៉ុន្តែបើសិនជាអ្នកនរគ្នាមាន special event ធំ commercial អ្នកនរគ្នាអាចចាក់ប្រើនឹងបានទេដោយសារវាមាន license របស់គេដែរគេត្រូវ protect license របស់គេដែរអញ្ចឹងកុំលេងសើចនេះអាចប្រឈមមុខនឹងច្បាប់ភ្លេចតាមដានវីដេអូនេះដល់ចប់ដោយសារក្នុងក្រោយវីដេអូខ្ញុំនឹងបង្ហាញអ្នកនរគ្នារបៀបចូលទៅក្នុងកម្មវិធី Record Box update ហើយនឹងការ login Spotify account សម្រាប់ការ link ចូលទៅក្នុង Record Box អូខេកុំឲ្យខាតពេលយូរយើងចូលទៅមើលវីដេអូរបស់គ្នា let's go អូភ្លេចអ្នកនរគ្នាខ្ញុំភ្លេច mention សម្រាប់តែបងប្អូនប្រើប្រាស់កម្មវិធី Record Box នៅក្នុងទូរស័ព្ទដៃ iOS ឬក៏ Android អ្នកនរគ្នាគឺមានការ update Spotify ដូចគ្នាអូខេអ្នកនរគ្នាអ្វីដែលយើងត្រូវដឹងមុននឹងយើងប្រើប្រាស់ Spotify នៅលើ Record Box អ្នកនរគ្នាត្រូវតែមានការ update នៅ version ចុងក្រោយគេបង្អស់របស់កម្មវិធី Record Box ហើយបើសិនអ្នកនរគ្នាចូលមកនៅក្នុង toolbar នេះបើសិនអ្នកនរគ្នាអត់ឃើញសញ្ញា logo របស់ Spotify ទេអ្នកនរគ្នាអាចចូលមកក្នុង setting មកហើយអ្នកនរគ្នាចូលមក view ហើយអ្នកនរគ្នាមើលនៅពាក្យ layout ទៅមកអ្នកនរគ្នាមើលមាន Spotify iTunes Beatport Title និយាយទៅមាន store ច្រើនអ្នកនរគ្នាពេញចិត្តប្រើមួយណាអ្នកនរគ្នាអាច log in ប្រើមួយនឹងបានបើសិនខ្ញុំប្រើ Spotify ដូចជា topic ដែលយើងប្រើប្រាស់និយាយថ្ងៃនេះគឺយើងនិយាយពី Spotify ចឹងខ្ញុំ click លើ Spotify មកហើយបន្ទាប់មកវានឹង load logo Spotify យើងគ្រាន់ចុចកន្លែងមកវានឹងចេញផ្ទាំងបែបនេះហើយអ្នកនរគ្នាចុចកន្លែងពាក្យ login មកបើសិនអ្នកនរគ្នាមាន account Spotify បើសិនអ្នកនរគ្នាមានទេអ្នកនរគ្នាអាចចុច get premium ហើយអ្នកនរគ្នាអាចបង់លុយបានឥឡូវនេះបន្ទាប់ពីយើងបាន login account Spotify រួចហើយយើងចូលមកដល់អ្វីដែលខ្ញុំពេញចិត្តជាងគេសម្រាប់ក្រុមហ៊ុន Spotify ដែលគាត់ collab មួយ Record Box លើនេះគឺគាត់រៀបចំ feature នេះបានល្អមែនតើគឺគាត់មាន folder playlist នេះគឺសម្រាប់បងប្អូន DJ ដែលគាត់ទើបចាប់ផ្ដើមមានគ្រប់ចង្វាក់អ្នកនរគ្នាចង់ចាក់ចង្វាក់អីក៏បានដែរឧទាហរណ៍ថាឥឡូវយើងឆ្លាញ់ EDM ចូលមក EDM មាន EDM 2025ឬក៏ Transmission ដែលល្បីៗនេះសិតតែចម្រៀងគេរៀបចំឲ្យយើងទាំងអស់មាន key មាន BPM មានឈ្មោះ artist និយាយទៅគឺចេញមកគឺ clean ហ្មង playlist clean មកឧទាហរណ៍ថាឥឡូវយើងឆ្លាញ់ house music house គេមាន house ទៀតមាន house work tech house deep house និយាយទៅមានច្រើនហ្មងគឺល្អមែនតើហើយចំណុចដែលសំខាន់គឺដែលខ្ញុំចង់ប្រាប់នោះគឺ library នេះគឺជា library playlist របស់ខ្ញុំនៅក្នុង Spotify account របស់ខ្ញុំឧទាហរណ៍ថានេះ hip hop hit របស់ខ្ញុំដែលខ្ញុំចូលចិត្តបើសិនខ្ញុំលេង event ណាដែលខ្ញុំអាចត្រូវគិតថាអាចចាក់មួយបទដែលខ្ញុំមាននៅក្នុងនឹងបានក៏ល្អដែរអញ្ចឹងយើងអាច log in account យើងទាញចម្រៀងយើងយកមកចាក់មកវាមានភាពងាយស្រួលមែនតើហើយនេះបទខ្ញុំផ្សេងទៀតដែលខ្ញុំចូលចិត្តគឺវាស្រួលមែនតើអញ្ចឹងសម្រាប់បងប្អូនដែលគាត់ពេញចិត្តនឹងការប្រើប្រាស់ Spotify ជាមួយនឹង Record Box អាចមើលវីដេអូខ្ញុំបានអរគុណអ្នកនរគ្នា follow for more